ស៊ុបដែលមានរសជាតិឆ្ងាញ់ងាយស្រួលធ្វើហើយបើសុខភាពទៀតណាគឺខ្ញុំឲ្យលេខ1ទៅលើស៊ុបមួយមុខនេះហ្មងអានេះគឺស៊ុបកន្ទុយជ្រូកហើយខ្ញុំលាយជាមួយមើមថ្នាំចិនតិចៗដែរសម្រាប់បងប្អូនដែលសូវស្រួលខ្លួនជាពិសេសចាស់អីគឺដឹងតែត្រូវហ្មងគ្រឿងផ្សំដំបូងគេគឺយើងមានជាកន្ទុយជ្រូកអានេះគឺខ្ញុំមាន2អញ្ចឹងណាលាងទឹកឲ្យស្អាតកាត់ជាកង់ខ្លីៗហើយយើងស្រុះទឹកវាបន្តិចមកបងប្អូនស្រុះប្រហែលជាខ្ទង់3ទៅ4នាទីយើងស្រង់ចេញហើយយកទៅលាងទឹកមួយទឹកទៀតដើម្បីឲ្យវាជ្រះកន្ទុយអីអញ្ចឹងណាហើយបន្ទាប់មកយើងមកដាក់ដាំទៅស៊ុបសម្រាប់បន្លែគឺមានតែប្រហែលមុខនឹងទេបងប្អូនអត់មានច្រើនទេយើងមានការ៉ុតបន្តិចមកមើមខ្ទឹមខ្ចន់នេះដាក់ក៏បានអត់ក៏បានខ្ញីម្ដុំដំឲ្យបែកសម្រាប់រសជីវ៉ាន់ស៊ុយនេះគឺវាជួយក្លិនបានល្អមែនតើដំវាឲ្យបែកមកខ្ទឹមយើងមាន2 3គល់រុំវាជាតសៃអញ្ចឹងមកសម្រាប់មើមថ្នាំចិននេះគឺខ្ញុំទិញអាកញ្ចប់រាងធំឬក៏បងប្អូនដាក់អាកញ្ចប់តូចក៏បានដែរអត់អីទេវាមានអាមួយកញ្ចប់5000អាមួយកញ្ចប់10000អញ្ចឹងណាបងប្អូនចង់ដាក់អាណាក៏បានបន្ទាប់ពីទឹកពុះហើយយើងដាក់សាច់ដាក់បន្លែដាក់គ្រឿងយើងមានតែប្រហែលហ្នឹងហើយចាក់មើមថ្នាំចិនចូលមកបន្ទាប់មកគឺយើងដាក់គ្រឿងចូលជាមួយគ្នាហ្មងណាបងប្អូនគ្រឿងដំបូងគេដែលអាចខ្វះបានហ្នឹងគឺម្សៅស៊ុបរ៉ូឌីនេះគឺខ្ញុំដាក់ប្រហែលជា1ស្លាបព្រាបាយទឹកស៊ីអ៊ីវធម្មតា1ស្លាបព្រាបាយកន្លះប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករ1ស្លាបព្រាកាហ្វេហើយខ្ញុំបន្ថែមម្រេចមូលបន្តិចដែរឬក៏បងប្អូនណាដែលចូលចិត្តហឹរយើងអាចដាក់ជាម្ទេសក្រៀមក៏បានគ្រាន់តែម្ទេសក្រៀមពេលដែលយើងរំងាស់យូរទៅវាចេញជាតិហឹររាងខ្លាំងអញ្ចឹងណាហើយសម្រាប់ការរំងាស់ហ្នឹងបើកភ្លើងតិចមកល្មមទៅប្រហែលជាខ្ទង់30ទៅ40នាទីអីហ្នឹងគឺវាចាប់ផ្ដើមផុយមកល្មមបានញ៉ាំហើយដែលយើងត្រូវមើលគឺអានេះបងប្អូនអាសនៅក្នុងមើមថ្នាំចិននេះអានេះរបៀបដូចមើមឈូកអញ្ចឹងអាហ្នឹងវារៀងយូរផុយជាងគេតែអាហ្នឹងផុយទៅគឺគ្រប់សាច់គ្រប់បន្លែទាំងអស់ហ្នឹងគឺផុយបានញ៉ាំអីតែប៉ុណ្្នឹងទៅបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំនេះគឺវាត្រូវរសជាតិដល់ហើយប៉ុន្តែរៀងទឹកបន្តិចអញ្ចឹងណាតែខ្ញុំអត់ថែមទឹកទេបងប្អូនដោយសារតែត្រូវរសជាតិហើយកាលណាតែថែមទឹកទៀតទៅវាធ្វើឲ្យខុសរសជាតិវិញហើយសម្រាប់បន្លែគ្រឿងមើមថ្នាំចិនគ្រប់មុខដែលយើងដាក់ចូលទាំងអស់ហ្នឹងគឺសត្វតែញ៉ាំបានទាំងអស់បងប្អូនមិនមែនយើងស្រង់ចេញដាក់យកតែក្លិនទេនិយាយទៅគឺញ៉ាំបានហើយឆ្ងាញ់ទៀតឡើងផ្អែមហ្មងហើយគ្រប់មុខម្ហូបរបស់ខ្ញុំគឺដាច់អត់ម្សៅស៊ុបរ៉ូឌីបានទេដែលគេមាន2រសជាតិមានរសជាតិសាច់ជ្រូកហើយនិងរសជាតិសាច់មាន់ហើយមាន5ទំហំដែលយើងអាចជ្រើសរើសបានតូចជាងគេនេះគឺ17ក្រាមបន្ទាប់មក165ក្រាម400ក្រាម650ក្រាមហើយនិងអាធំជាងគេនឹងគឺ1000ក្រាមម្សៅស៊ុបរ៉ូឌីជាផលិតផលរបស់ក្រុមហ៊ុន Ajinomoto Cambodia ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស Royal Group ភ្នំពេញបងប្អូនដែលចង់ដឹងព័ត៌មានបន្ថែមឬក៏ទំនាក់ទំនងទិញផលិតផលអាចទំនាក់ទំនងទៅកាន់ Facebook Page Rodi Cambodia បានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ